xa bài hay toàn hộp tắc nếu toàn bán hộp rồi chạm mơ ôi chị cái hạt con ơiបាទជំរាបសួរខ្ញុំបាទឈ្មោះឈិតរ៉ាជាគ្រូពេទ្យព្យាបាលចលនានៅក្នុងមន្ទីរពេទ្យបង្អែកអង្គស្នួលជនដែលមានពិការភាពរាងកាយដែលអាចព្យាបាលបានខ្លះបាទអត់បានទាំងអស់ទេគឺបានខ្លះហើយតាមរយៈការព្យាបាលហ្នឹងគឺឬក៏ការស្ដារហ្នឹងគឺយើងមានឧបករណ៍ជាច្រើនក្នុងការព្យាបាលដូចជារបាសម្រាប់ធ្វើការស្ដារលទ្ធភាពរបស់គាត់មួយទៀតមានចណ្ដើរហើយនឹងម៉ាស៊ីនលំហាត់ប្រាណទៅលើជើងឬក៏ដៃរបស់គាត់ដែលគាត់ខ្សោយបាទហើយឧបករណ៍មួយទៀតគឺសិនត្រាក់ចុងដើម្បីព្យាបាលទៅលើអ្នកជំងឺឈឺចង្កេះបាទនិយាយសួរអ៊ំបាទសូមសួរអ៊ំថាក្នុងការដើរដោយម៉ាស៊ីនហ្នឹងតើអ៊ំមានអារម្មណ៍មិនដែរអ៊ំខ្ញុំមានអារម្មណ៍ថាកាលពីពេលបានហាត់ដើរលើម៉ាស៊ីនហ្នឹងគឺមានភាពខុសប្លែកជាងការដែលមិនទាន់បានហាត់គឺមានអារម្មណ៍ថាសុខភាពល្អនិងធ្វើឲ្យជើងដូចជាមានកម្លាំងខ្លាំងជាងមុនការស្វែងរកការព្យាបាលសមស្របពីគ្រូពេទ្យជំនាញនិងការប្រកាន់ភ្ជាប់ពេលវេលាសមស្របគឺជាកត្តាសំខាន់សម្រាប់ការព្យាបាលនិងការគ្រប់គ្រងជំងឺរបស់អ្នកវាគឺជារឿងសំខាន់ក្នុងការជៀសវាងការឈឺចុកចាប់របស់អ្នកនិងស្វែងរកការណែនាំពីស្ថាប័នវេជ្ជសាស្ត្រក្នុងស្រុក